ក្រសួងរៀបចំដែនដីចាប់ផ្ដើមចែកបានកម្មសិទ្ធិជូនអតិថិជនបារីលេងនវត្រាដំណាក់កាលទី3ចំនួន2463បានក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់បានបើកពិធីប្រគល់បានកម្មសិទ្ធិដល់អតិថិជនបារីលេងនវត្រាគម្រោងផ្លូវជាតិលេខ 6A និងជ្រែ100ដំណាក់កាលទី3ចំនួន2463បាននៅព្រឹកថ្ងៃទី27ខែវិច្ឆិកានៅទីស្តីការក្រសួងក្រមអធិបតេយ្យភាពឯកឧត្តមសាយសំអល់ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់ឯកឧត្តមសាយសំអល់បានអំពាវនាវសូមអភ័យទោសចំពោះបញ្ហាដែលកើតឡើងកន្លងមកនិងបញ្ជាក់ថាក្រសួងកំពុងខិតខំដោះស្រាយឲ្យបានរហ័សនិងទូលំទូលាយដើម្បីធានាថាអតិថិជនទាំងអស់ទទួលបានសិទ្ធិកម្មសិទ្ធិពេញលេញលើផ្ទះនិងដីឡូឯកឧត្តមបានលើកឡើងថាក្រសួងតែងតែចង់ឃើញប្រជាពលរដ្ឋមានដំបូលជ្រៅមានជីវភាពសុខសាន្តនិងមានចំណូលសមរម្យឯកឧត្តមបានផ្ដល់អនុសាសន៍ឲ្យប្រជាជនរស់នៅជាសហគមន៍ល្អដោយគិតគូរពីផ្លូវទឹកភ្លើងបរិស្ថានសុវត្ថិភាពនិងការដាំដើមឈើក្នុងទីកន្លែងរស់នៅក្រសួងនឹងបន្តសហការជាមួយក្រុមហ៊ុនបារីនិងធនាគារដើម្បីធានាលំហូរសាច់ប្រាក់និងជួយឲ្យប្រជាពលរដ្ឋទទួលបានអត្រាការប្រាក់ទាបសម្រាប់បង់ថ្លៃផ្ទះនិងដីឡូការចែកបានកម្មសិទ្ធិនិងនីតិវិធីចុះបញ្ជីផ្ទៃត្រូវអនុវត្តរយៈពេល3ថ្ងៃពីថ្ងៃទី27-29ខែវិច្ឆិកាឆ្នាំ2025នៅក្រសួងរៀបចំដែនដីសម្រាប់អតិថិជនក្នុងតំបន់ជ្រែ100និងអន្លង់ស្លែងស្រុកមុខកំពូលខេត្តកណ្ដាលក្នុងដំណាក់កាលទី3នេះអតិថិជនដែលបានបង់ប្រាក់ 100% អាចដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិក្នុងក្របខ័ណ្ឌច្បាប់ដោយភ្ជាប់កិច្ចសន្យាលក់ទិញច្បាប់ដើមវិក័យប័ត្របង់ប្រាក់ឬឯកសារភស្តុតាងបង់ប្រាក់និងឯកសារពាក្យពន្ធផ្សេងៗតាមតម្រូវការ